ពាក្យថាសមាធិមានន័យថាការតាំងចិត្តស៊ុបក្នុងអារម្មណ៍តែមួយឬក៏ការតម្កល់ចិត្តទុកដោយល្អឬក៏សភាពនៃចិត្តដែលមិនរាយមាយសមាធិនេះមានអត្ថប្រយោជន៍សម្រាប់ជីវិតជាប្រចាំថ្ងៃបើសិនជារាល់ថ្ងៃយើងចំណាយពេលវឹកហាត់សមាធិឲ្យបានរឿយទៅធ្វើឲ្យបានច្រើនទៅនាំមកនៅអត្ថប្រយោជន៍ជាច្រើនសម្រាប់ជីវិតក្នុងបច្ចុប្បន្នផងក៏ដូចជាការសន្សំនៅពូជបុណ្យដើម្បីឲ្យបានឆាប់រួចចាកទុក្ខទោសកម្មពៀរវេទាំងឡាយទៅក្នុងអនាគតជាតិផងដែរអត្ថប្រយោជន៍របស់សមាធិរួមមានជួយយើងឲ្យមានទឹកចិត្តល្អមានសេចក្តីព្យាយាមមុតមមជួយយើងឲ្យមានកាយវាចាប្រព្រឹត្តទៅមាំទាំល្អជួយយើងឲ្យមានអារម្មណ៍មូលល្អមានចិត្តមិនរវើរវាយជួយយើងឲ្យមានស្មារតីនឹងល្អមិនវង្វេងភ្លេចភ្លាំងការងារទាំងឡាយដែលសម្រេចគឺដោយសារមានចិត្តនឹងណដែលជាសភាពសមាធិជាទូទៅគឺជាការក្រៀកចិត្តចងចិត្តឲ្យតាំងនៅក្នុងសេចក្តីល្អឬក៏កុសលធម៌ដូច្នេះហើយបានព្រះអង្គសម្ដែងថាសភាពនៃធម៌ទាំងឡាយមានចិត្តជាប្រធានកាលណាយើងរក្សានៅទឹកចិត្តជាកុសលល្អហើយនៅពេលនោះកុសលធម៌ទាំងឡាយក៏រមែងនាំមកនូវសេចក្តីសុខដ៏ច្រើនសម្រាប់យើងនៅក្នុងជីវិតប្រចាំថ្ងៃផងដែរម្យ៉ាងទៀតសមាធិជួយឲ្យការរស់នៅក្នុងជីវិតបច្ចុប្បន្នមានសេចក្តីសុខស្ងប់មិនមានកង្វល់ច្រើនដល់ផ្លូវចិត្តសមាធិក៏ជាបទដ្ឋានដែលនាំឲ្យកើតនៅវិបស្សនាបញ្ញាសមាធិជួយឲ្យយើងពេលដែលបែកកាយរំលាយខណ្ឌទៅកើតនៅក្នុងសុគតិភពឬក៏យើងហៅថាឋានសួគ៌ទេវលោកមានទេវតាឬក៏ព្រហ្មលោកម្យ៉ាងទៀតបើយើងពោលអំពីអានិសង្សរបស់សមាធិកាលណាដែលយើងបានវឹកហាត់ឲ្យបានថ្នឹកបានស្ទាត់ជំនាញនិងចម្រើនដោយល្អហើយក៏ជួយឲ្យយើងបណ្ដោះនៅនិស្ស័យបានសម្រេចនៅគុណធម៌ជាន់ខ្ពស់មានឈានមានសមាបត្តិមានអភិញ្ញាក៏អាចនឹងញ៉ាំងនៅគុណធម៌ជាន់ខ្ពស់ជាព្រះអរហន្តឬក៏ព្រះបច្ចេកពុទ្ធឬក៏ព្រះសម្មាសម្ពុទ្ធផងដែរអញ្ចឹងបានសមាធិនេះគឺជាធម៌សកលសម្រាប់មនុស្សជាទូទៅដែលប្រាថ្នានៅសេចក្តីសុខក្នុងជីវិតបច្ចុប្បន្នផងហើយក៏ជាការបណ្ដោះនៅនិស្ស័យសម្រាប់ទៅកាន់រំលត់ចាកនៅសេចក្តីទុក្ខផងដែរហើយ